នៅក្នុងសង្គមមនុស្សឆ្លាតមនុស្សពូកែគេសម្គាល់យ៉ាងម៉េច 1. មនុស្សពូកែចេះស្ដាប់អ្នកដទៃគេមិនពូកែអួតទេតែអ្វីដែលគេមាននឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលមនុស្សធម្មតាធ្វើមិនបានទេព្រោះចូលចិត្តបង្ហាញខ្លួនឯងជាធម្មជាតិរបស់មនុស្សភាគច្រើន 2. មនុស្សពូកែអាចទ្រាំទ្រនៅការរិះគន់បាននិយាយពីសមត្ថភាពក្នុងការទ្រាំទ្រនៅពាក្យរិះគន់អាចផាត់ចោលមនុស្ស 90% ទៅហើយព្រោះមនុស្សធម្មតាមិនអាចទទួលយកការរិះគន់បានទេឬទទួលយកបានដែរតែមិនសប្បាយចិត្តឬក៏គុំគួនមនុស្សពូកែចង់បានជាងគេគឺការរិះគន់ព្រោះវាធ្វើឲ្យគេកាន់តែរីកចម្រើនឡើងទី 3 មនុស្សពូកែមានចិត្តនឹងនោះចំណុចនេះក៏មនុស្សភាគច្រើនធ្វើមិនបានដែរមនុស្សធម្មតាមានប្រតិកម្មចំពោះរឿងដែលធ្វើឲ្យគេមិនសប្បាយចិត្តរឿងដែលប៉ះពាល់ដល់ផលប្រយោជន៍គេចូលចិត្តរអ៊ូរទាំឬស្ដីបន្ទោសអ្នកដទៃតែមនុស្សពូកែស្ងប់ដូចទឹកអ្នកមិនដឹងថាគេគិតអ្វីចង់បានអ្វីនោះទេទី 4 ចេះគៀងគរធនធានធ្វើរឿងអ្វីមួយមនុស្សធម្មតាចាំមានធនធានហើយទើបអាចធ្វើរឿងដែលខ្លួនចង់ធ្វើតែមនុស្សពូកែមិនរងចាំទេនៅពេលដែលគេចង់ធ្វើរឿងអ្វីមួយគេនឹងប្រើគ្រប់មធ្យោបាយដើម្បីរកធនធានធ្វើរឿងដែលគេចង់ធ្វើ Visit Asia